ប្រឡងទី12ចប់ហើយប៉ុន្តែប្រឡងបាននីតិល្អតើគួរធ្វើម៉េចខ្ញុំចង់និយាយឲ្យខ្លីហ្មងទៅថានីតិរបស់យើងគឺអត់កំណត់ចូលវាសនារបស់យើងបន្ទាប់ពីការប្រឡងទី12ហ្នឹងឯងមូលហេតុដែលខ្ញុំនិយាយចឹងដោយសារតែការ2019គឺជាឆ្នាំដែលខ្ញុំប្រឡងទី12ការហ្នឹងគឺខ្ញុំប្រឡងទី12ហើយដល់ពេលដែលខ្ញុំទៅទទួលលទ្ធផលគឺខ្ញុំស្ដាប់លទ្ធផលហើយគឺខ្ញុំដឹងថាខ្ញុំប្រឡងបាននីតិ C គឺជានីតិដែលខ្ញុំអត់ចង់បានទេដំបូងហ្នឹងគឺពេលហ្នឹងគឺខ្ញុំខំបង្រៀនគឺខ្ញុំចង់បាននីតិ A មែនតើប៉ុន្តែដោយសារមានបញ្ហាខ្លះដូចបញ្ហាភ្លាត់ឬក៏ខ្ញុំសមត្ថភាពអត់ដល់ឬក៏អីចឹងក៏ខ្ញុំប្រឡងបាននីតិ A ហើយក៏ខ្ញុំក៏មានអារម្មណ៍រៀងពិបាកចិត្តខូចចិត្តឬក៏អត់សុបាយចិត្តជាមួយនឹងនីតិដែលខ្ញុំបានចឹងហើយខ្ញុំគិតថាដោយសារតែខ្ញុំប្រឡងបាននីតិ C ចឹងក្តីសម័យខ្ញុំចង់ទៅរៀននៅស្រុកក្រៅហ្នឹងគឺលែងមានទៀតហើយប្រឡងផុតមួយរយៈពេលទៅក៏ខ្ញុំលែងសូវគិតពីវាបន្ទាប់ហើយក៏ចាប់ផ្ដើមចូលរៀនសកលនៅស្រុកខ្មែរដល់ពេលយើងចាប់ផ្ដើមចូលសកលទៅក៏ខ្ញុំចាប់ផ្ដើមរៀនស្គាល់ជាមួយមិត្តភក្តិម្នាក់ដល់ពេលមិត្តភក្តិម្នាក់ហ្នឹងគឺគាត់បានប្រាប់ខ្ញុំហើយនាំខ្ញុំទៅដាក់អាហារូបករណ៍ហើយខ្ញុំក៏ដាក់តាមគាត់អីចឹងទៅដល់ពេលហើយក៏ខ្ញុំបានជាប់អាហារូបករណ៍ទៅរៀននៅស្រុកចិនរហូតដល់ឥឡូវហ្នឹងបន្ទាប់5ឆ្នាំហើយគឺឥឡូវគឺខ្ញុំទៅតែចប់បែបច្រើននៅស្រុកចិនទេប៉ុន្តែឥឡូវចប់5ឆ្នាំហើយក៏ខ្ញុំបានដាក់តទៅរៀន Master បន្តទៀតអីដែលខ្ញុំចង់និយាយក្នុងវីដេអូហ្នឹងគឺខ្ញុំចង់លើកទឹកចិត្តទៅអ្នកដែលទំប្រឡងទី12បងប្អូនដែលទំប្រឡងទី12ក៏ដោយឬក៏អ្នកប្រឡងទី12ហើយពីមុនអីចឹងឲ្យតែយើងនៅមានក្តីសម័យមិនថាយើងចង់ទៅរៀននៅស្រុកក្រៅឬក៏យើងចង់ធ្វើអីក៏ដោយគឺថានិទេសយើងគុំទៅគិតពីអានិទេសហ្នឹងច្រើនពេកមិនថាយើងប្រឡងបាន C បាន D ឬក៏បាន E ក៏ដោយវាអត់សំខាន់ទេឲ្យតែយើងនៅមានក្តីសម័យដែលយើងចង់ធ្វើអីមួយគឺវានៅតែមានឱកាសគឺវាអត់ក៏អាចកំណត់ចូលវិសាលរបស់យើងបានទេអញ្ចឹងវាអត់មានន័យអីដែលយើងត្រូវថាទៅអង្គុយបាក់ចិត្តរឿងនេះទេថាយើងខំប្រឹងប៉ុណ្ណឹងហើយនៅអត់បានអីដែលយើងចង់បានពេលខ្លះជីវិតគឺវាបែបហ្នឹងគឺវាយើងអត់អាចបានអីដែលយើងចង់បានទេប៉ុន្តែអីដែលយើងអត់បានហ្នឹងវាបែរទៅជា experience ល្អមួយដែលវាដូចជាសោមួយដែលចាក់បើកទ្វារថ្មីមួយសម្រាប់យើងអញ្ចឹងអរគុណសម្រាប់ការមើលវីដេអូហ្នឹងខ្ញុំជូនពរអ្នកនរឲ្យជួបតែរឿងល្អៗគិតតែរឿង positive ហើយជួបតែរឿង positive